កោះតៃវ៉ាន់ធ្វើសមយុទ្ធតែសាឡបងផ្លាស់ប្ដូរទីតាំងផលិតអាវុធក្នុងករណីមានការវាយប្រហារពីប្រទេសចិនតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាកោះតៃវ៉ាន់នឹងតេសាឡបងការផ្លាស់ប្ដូរទីតាំងខ្សែចង្វាក់ផលិតអាវុធនិងបំលែងរោងចក្រស៊ីវិលសម្រាប់បម្រើក្នុងវិស័យយោធាក្នុងសមយុទ្ធប្រចាំឆ្នាំនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកាពិជាតិនៅថ្ងៃអង្គារដោយមានគោលបំណងរក្សាសមត្ថភាពប្រតិបត្តិការប្រយុទ្ធប្រសិនបើមានការវាយប្រហាររបស់ចិនប៉ះពាល់ដល់មជ្ឈមណ្ឌលផ្គត់ផ្គង់សមយុទ្ធនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមហានកុងប្រចាំឆ្នាំចាប់ពីថ្ងៃទី5ដល់ថ្ងៃទី14ខែសីហាឆ្នាំ2026និងរៀបចំធ្វើសេណារីយ៉ូដែលប្រទេសចិនប្រើប្រាស់សមយុទ្ធយោធាធម្មតាដើម្បីបិទបាំងការរៀបចំសម្រាប់ការវាយលុកទ្រង់ទ្រាយធំលើកោះតៃវ៉ាន់ដែលតម្រូវឲ្យកងកម្លាំងប្រដាប់អាវុធបង្កើនការប្រុងប្រយ័ត្នប្រយុទ្ធភ្លាមៗនិងធ្វើសមយុទ្ធឆ្លើយតបរហ័សបើយោងតាមផែនការរបស់ក្រសួងសមយុទ្ធនេះនឹងតេស្តសាកល្បងថាតើតៃវ៉ាន់អាចបំបែកផលិតកម្មឧស្សាហកម្មខណៈដែលរក្សាបាននូវសម្ភារៈចាំបាច់ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងចំនួនដែរឬទេអាចនិយាយបានថាប្រទេសចិនតែងតែចង់ទាមទារកោះតៃវ៉ាន់ឲ្យមកស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងនោះក៏មានការវាយប្រហារទីបញ្ជាការកំពង់ផែទីតាំងឡូជីស្ទីកនិងគ្រឹះស្ថានឧស្សាហកម្មផងដែររដ្ឋាភិបាលតៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងដោយលើកឡើងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលជាម្ចាស់អាចសម្រេចចិត្តបានឧត្តមសេនីយ៍តូលូវិនយុនប្រធាននាយកដ្ឋានប្រតិបត្តិការបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាសមយុទ្ធនេះសន្មតថាកងកម្លាំងចិនប្រើប្រាស់សមយុទ្ធយោធារួមប្រចាំឆ្នាំជាលេសបិទបាំងការវាយលុកទ្រង់ទ្រាយធំដោយលាក់បាំងផែនការវាយប្រហារតៃវ៉ាន់ខណៈដែលពួកគេកំពុងបន្តបំពេញការរៀបចំការវាយប្រហារចុងក្រោយលោកលូបានបន្តថាសមយុទ្ធនេះនឹងសាកល្បងរៀបចំផ្លាស់ប្ដូរទីតាំងឃ្លាំងអាវុធទី202នៃនាយកដ្ឋានប៉ារីខាដែលស្ថិតនៅក្នុងរាជធានីតៃប៉េទៅកាន់ទីតាំងដែលមានសុវត្ថិភាពណាមួយអបអរសាទរគម្រប់ខួប3ឆ្នាំនៃក្រុមហ៊ុនអាកាសចរ Air Asia Cambodia លោកអ្នកនឹងមានឱកាសជិះរង្វាន់ដែលគ្រាន់តែហោះហើរចាប់ពីថ្ងៃទី12មិថុនាឆ្នាំ2026រហូតដល់ថ្ងៃទី28មេសាឆ្នាំ2027រង្វាន់រួមមានសំបុត្រយន្តហោះទៅមក30រង្វាន់ទូរស័ព្ទ iPhone 17 Pro Max 8គ្រឿងម៉ូតូ Vespa S125cc 2គ្រឿងនិងរង្វាន់ធំដ៏អស្ចារ្យ Condo Diamond Bay Garden មួយបន្ទប់ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតក៏សម្បត្តិឥឡូវនេះលោកអ្នកនឹងមានឱកាសជិះរង្វាន់ជាច្រើនពី Asia Cambodia លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត